បងប្អូនទាំងអស់គ្នាសេចតុណ្ហភាពទឹកពុះគឺចំ100អង្សាសេអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរហូតដល់99អង្សាហាក់ដូចជាគ្មានការផ្លាស់ប្ដូរអ្វីទាំងអស់មើលពីខាងក្រៅវាហាក់ដូចជាស្ងប់ស្ងាត់ណាស់ប៉ុន្តែនៅខណៈពេលដែល1ដឺក្រេចុងក្រោយត្រូវបានបន្ថែមអង្គធាតុរ៉ាក៏ក្លាយជាឧស្ម័នហើយបញ្ចេញថាមពលយ៉ាងខ្លាំងក្លាតើបងប្អូនកំពុងមានអារម្មណ៍អស់សង្ឃឹមដោយសារតែខំប្រឹងអស់ពីកម្លាំងតែមិនទាន់ឃើញមានការផ្លាស់ប្ដូរមែនទេតើបងប្អូនកំពុងគិតថាតើការខំប្រឹងរបស់ខ្ញុំវាអត់ប្រយោជន៍ឬប្រហែលជាបងប្អូនកំពុងដើរជុំទី7នៅពីមុខកំពែងក្រុងយេរីខូប្រសិនបើឈប់នៅត្រង់នេះអភូតហេតុនឹងមិនកើតឡើងឡើយបងប្អូនត្រូវការប្រឹងប្រែងចុងក្រោយនៃ1ដឺក្រេនេះនៅថ្ងៃទី7ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរដែលពិបាកជាងមុនដល់ទៅ7ដងធម្មតាពួកគេដើរតែមួយជុំប៉ុណ្ណោះប៉ុន្តែនៅថ្ងៃចុងក្រោយពួកគេត្រូវដើររហូតដល់7ជុំយូស្វេ6 15 16លេខ7ភាសាហេប្រឺ Shebeh មិនមែនគ្រាន់តែជាលេខ7ប៉ុណ្ណោះទេប៉ុន្តែវាមានន័យថាភាពល្អឥតខ្ចោះនិងភាពពេញលេញកិច្ចការរបស់ព្រះមិនកើតឡើងនៅពេលដែលយើងធ្វើលំនោះទេប៉ុន្តែវាកើតឡើងនៅពេលដែលយើងថ្វាយខ្លួនទាំងស្រុងដោយមិនបោះបង់រហូតដល់ពេលវេលាដែលព្រះបានកំណត់មូលហេតុដែលកំពែងយេរីខូរបស់បងប្អូនមិនទាន់រលំមិនមែនមកពីខ្វះកម្លាំងនោះទេវាអាចមកពីថាមពលមួយយឺចុងក្រោយដើម្បីទម្លាយដែនកំណត់មិនទាន់ពេញហើយអ្នកដែលបានបង្ហាញការប្រឹងប្រែងចុងក្រោយដ៏ល្អឥតខ្ចោះបំផុតនោះគឺព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់របស់យើងព្រះជន្មរបស់ព្រះយេស៊ូវគឺជាដំណើរដ៏វិសុទ្ធដើម្បីសង្គ្រោះមនុស្សជាតិហើយចំណុចកំណត់ចុងក្រោយគឺឈើឆ្កាងដូចជាអ៊ីស្រាអែលបានប្រើកម្លាំងទាំងអស់ដើម្បីដើរជុំវិញយេរីខូ7ជុំព្រះយេស៊ូវបានបង្ហូរទឹកនិងព្រះលោហិតរហូតដល់ដំណក់ចុងក្រោយនៅលើឈើឆ្កាងដោយឈានជើងកន្លងផុតដែនកំណត់នៃសាច់ឈាមនិងការឈឺចាប់ព្រះអង្គបានស្រែកថាសម្រេចហើយប្រសិនបើគ្មានការប្រឹងប្រែងចុងក្រោយរបស់ព្រះយេស៊ូវទេកំពែងបាបដ៏រឹងមាំរបស់យើងក៏មិនអាចចូលលំបានដែរបងប្អូនជាទីស្រឡាញ់តើអ្វីទៅជាមួយយឺចុងក្រោយដែលបំផ្លាញដែនកំណត់ក្នុងជីវិតយើងនៅថ្ងៃនេះវាមិនមែនជារឿងនៃឆន្ទៈឬការខិតខំរបស់ខ្លួនឯងនោះទេប៉ុន្តែវាជាសំណួរថាតើព្រះយេស៊ូវពិតជាម្ចាស់នៃជីវិតខ្ញុំមែនឬទេនៅខណៈពេលដែលបងប្អូនមានអារម្មណ៍ថាទៅមុខលែងរួចសូមសម្លឹងមើលទៅព្រះយេស៊ូវដែលបានបង្ហូរព្រះលោហិតរហូតដល់ដំណក់ចុងក្រោយសម្រាប់បងប្អូនតើបងប្អូនចង់បោះបង់ឬចិត្តដល់ហើយតែមួយជុំទៀតប៉ុណ្ណោះការស្រែកចុងក្រោយតែម្ដងគឺគ្រប់គ្រាន់ហើយព្រះយេស៊ូវដែលបានឈ្នះនៅលើឈើឆ្កាងកំពុងដើរជាមួយបងប្អូនសូមឆ្លងផុតចំណុចកំណត់នេះជាមួយព្រះអង្គកំពែងយេរីខូដ៏រឹងមាំនឹងត្រូវរលំជាមិនខាន